បងប្អូនក្មួយទាំងអស់ជាទីមេត្រីមនុស្សភាគច្រើនរស់នៅក្នុងភាពមមាញឹករហូតដល់ភ្លេចសង្កេតមើលមេដាបេដាខ្លួនឯងថាតើនៅលើផ្ទៃមុខរបស់លោកមានភាពជ្រីជ្រួញថ្មីដែរឬទេហើយតើសក់ខ្មៅរបស់គាត់នេះបានប្រែជាសនៅពេលណាដែរថ្ងៃនេះខ្ញុំសូមចែករំលែកនៅហេតុផល5យ៉ាងដែលយើងនឹងត្រូវរៀនមើលថែទាំមនុស្សចាស់នៅក្នុងផ្ទះចាប់តាំងពីពេលនេះតទៅ1យើងត្រូវតែការពារធ្វើដូចម្ដេចដើម្បីកុំឲ្យមានភាពស្ដាយក្រោយពាក្យសាមញ្ញតែនិយាយថាកុំឲ្យមានបបដិសារីនៅពេលដែលលោកបានលាចាកលោកទៅនោះមនុស្សភាគច្រើនរស់នៅក្នុងភាពមមាញឹករហូតដល់ភ្លេចសង្កេតនៅភាពប្រែប្រួលរបស់មនុស្សជាទីស្រឡាញ់ដែលរស់នៅក្បែរខ្លួនចេញហួសចូលហួសការរៀនស្វែងយល់ពីគាត់ឥឡូវនេះវាជួយយើងឲ្យមិនមានអារម្មណ៍ថាដឹងអញ្ចឹងណាខ្ញុំធ្វើបែបនេះហើយដឹងអញ្ចឹងណាខ្ញុំនឹងធ្វើបែបនោះដឹងអញ្ចឹងណាខ្ញុំពិតជានិយាយផ្អែមល្ហែមខ្ញុំពិតជាគេងអោបគាត់មួយយប់ទល់ភ្លឺខ្ញុំពិតជានាំគាត់ដើរលេងនៅតំបន់ទេសចរធំសប្បាយហើយនឹងជូនគាត់ដើរលេងពិសាញ៉ាំម្ហូបអាហារឆ្ងាញ់ប៉ុន្តែអ្វីវាបានកន្លងផុតទៅហើយប្រសិនជាបងប្អូនកូនក្មួយមិនបានចាប់អារម្មណ៍ចំណុចនេះទេនៅពេលដែលគាត់លែងនៅក្បែរយើងគាត់ពិតជាលែងឮសំឡេងយើងគាត់លែងដឹងគាត់លែងចងចាំអ្វីហើយបានចាកឆ្ងាយពីយើងបាត់ទៅហើយនេះគឺជាវិបដិសារីដែលមិនគួរឲ្យកើតមានទី2ត្រូវយល់ពីចិត្តសាស្ត្រនិងសុខភាពវ័យជរាយើងត្រូវដឹងថាមនុស្សចាស់មិនមែនប្រែប្រួលតែរូបរាងកាយទេផ្លូវចិត្តក៏ប្រែប្រួលដែរដូចជាការប្រែប្រួលខួរក្បាលជួនកាលក៏ឆាប់ខឹងជួនកាលក៏និយាយច្រំដែលដែលមិនមែនជាចរិតធម្មជាតិរបស់គាត់ទេគឺជាការចុះខ្សោយនៃកោសិកាផ្នែកខួរក្បាលតែប៉ុណ្ណោះដែលបណ្ដាលឲ្យគាត់ភ្លេចភ្លាំងឬក៏ធ្វើអ្វីដដែលខភាពឯកោកាលណាយើងយល់ពីចំណុចគ្រប់គ្រាន់ទាំងអស់នេះសម្រាប់មនុស្សចាស់យើងនឹងឈប់ប្រើអារម្មណ៍តបតជាមួយគាត់ហើយបដូរប្រើការអត់ធ្មត់និងក្តីស្រឡាញ់ចេញពីបេះដូងទាំងអស់នេះញ៉ាំងឲ្យគ្រួសារមានភាពសប្បាយរីករាយហើយគ្មានក្តីកង្វល់សម្ដេចអាកាយក៏កើតមាននៅក្នុងគ្រួសារសុខភាពផ្លូវចិត្តក៏នាំមកនៅភាពស្រស់ស្រាយសប្បាយដូចពេលមុនទី3ត្រៀមលក្ខណៈជាបង្អែកនៅពេលដែលថ្ងៃនោះមកដល់គឺជាថ្ងៃដែលគាត់ឈឺឬក៏ដើរលែងរួចបើយើងមិនបានត្រៀមទុកជាមុននោះទេយើងប្រកាសជាស្លន់ស្លោការដឹងពីរបៀបលើកដាក់គាត់របៀបផ្ដល់ចំណីអាហារនិងរបៀបលើកទឹកចិត្តធ្វើឲ្យយើងអាចគ្រប់គ្រងស្ថានភាពទាំងនោះបានដោយស្ងប់ស្ងាត់និងកក់ក្ដៅបំផុតឧទាហរណ៍ថានៅពេលដែលគាត់រៀបនឹងដួលហើយរាប់កលចង់ដួលបើយើងមិនបានដឹងពីបច្ចេកទេសទាំងនោះទេយើងប្រកាសជាស្ទុះទៅចាប់គាត់ទាំងឆក់កណ្ដៀតជាមិនខានការដែលមិនបានដឹងជាមុននេះក៏មិនបានត្រៀមលក្ខណៈរួចរាល់ដែរប្រកាសជាធ្វើឲ្យខាតបង់នៅសេចក្តីសុខទាំងយើងនិងទាំងគាត់ផងដែរពោលគឺមនុស្សចាស់បើដួលតែម្ដងនោះអាចរំលងសេចក្តីសុខអស់មួយជីវិតទី4រៀនធ្វើជាគំរូល្អដល់កូនចៅកូនទាំងអស់របស់យើងកំពុងតែមើលទង្វើដែលយើងធ្វើដាក់ប៉ាម៉ាក់របស់យើងបើយើងចេះមើលថែចេះយល់ចិត្តនិងផ្ដល់តម្លៃដល់មនុស្សជាទីស្រឡាញ់នោះកូនទាំងអស់នឹងធ្វើតាមទង្វើដ៏ល្អរបស់ប៉ាម៉ាក់វាគឺជាកេរមរតកនៃក្តីស្រឡាញ់ដែលនឹងបន្តទៅដល់
កូនចំនួនក្រោយទៀត5ការបង្កើនគុណភាពជីវិតនៅគ្រាចុងក្រោយសម្រាប់មនុស្សចាស់អ្វីដែលត្រូវការបំផុតនោះមិនមែនជាលុយកាក់ឬផ្ទះសម្បែងនោះទេគឺការយល់ចិត្តនិងវត្តមានរបស់គាត់ដែលខិតខំស្រឡាញ់បីបំពីដើមមកការដែលយើងចេះមើលថែត្រូវបច្ចេកទេសនិងត្រូវចិត្តនោះនឹងធ្វើឲ្យគាត់មានសេចក្តីសុខបំផុតនៅក្នុងជីវិតចុងក្រោយរបស់ពួកគាត់សរុបសេចក្តីមកហេតុអីបានយើងត្រូវរៀនមើលថែទាំមនុស្សចាស់ចាប់ពីពេលឥឡូវនេះពីព្រោះការរៀនមើលថែទាំមនុស្សចាស់គឺយើងរៀនពីរបៀបគឺស្រឡាញ់ឲ្យត្រូវផ្លូវចាកុំចាំដល់ពេលដែលមានជំងឺឬសម្រានស្រូកស្ដឹងនៅលើក្រែទើបយើងទៅអោបគាត់ព្រោះនៅពេលនោះគាត់ប្រហែលជាមិនអាចនឹងទទួលដឹងពីភាពកក់ក្ដៅរបស់យើងពេញលេញដូចពេលមុនឡើយសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់សូមជួបគ្នាវីដេអូក្រោយទៀតចាសសូមជម្រាបលា